មូលហេតុនេះនឹងធ្វើឲ្យស្ត្រីប្រឈមមុខជាមួយនឹងបញ្ហាស្រុតស្បូនសឹងតែ90%យាយបងប្អូនស្ត្រីដែលសង្ស័យតែខ្លួនឯងកំពុងតែមានបញ្ហាស្រុតស្បូនណាបងប្អូនស្ត្រីចូលមើលវីដេអូមួយនេះដល់ចប់ទី1គឺស្ត្រីដែលគាត់ធ្វើការងារធ្ងន់លើកអីធ្ងន់លើកកម្លាំងចាមិនថាយូរមិនថាលីមិនថាសែងទេធ្វើអីដែលលើកកម្លាំងខ្លាំងពេកគឺធ្វើស្ត្រីប្រឈមមុខនឹងបញ្ហាស្រុតស្បូននៅពេលដែលគាត់ចាអាយុច្រើនជាពិសេសសម្រាប់ស្ត្រីដែលគាត់តសៃខ្ចីទៅតែសម្រាប់កូនហើយគាត់ធ្វើការងារធ្ងន់ឬក៏ស្ត្រីរំលូតកូនហើយគាត់ធ្វើការងារធ្ងន់ចាប្រយ័ត្នបន្តិចពួកអីពេលដែលភ្លាមអត់អីទេតែពេលអាយុច្រើននឹងមិនដឹងហ្មងប្រឈមមុខខ្លាំងមែនតើចាទី1ណាទី2គឺស្ត្រីដែលគាត់សម្រាប់កូនច្រើនកូនញឹកមានកូនច្រើនកូនញឹកឬក៏នៅពេលដែលគាត់សម្រាប់កូនហើយអត់បានដេទៅលើទ្វារមាសគឺប្រឈមមុខខ្លាំងហ្មងទៅលើបញ្ហាស្រុតស្បូនស្រុតអញ្ចាំងស្បូនស្រុតផ្លោកនោមចាស្រុតស្បូនគឺប្រឈមមុខខ្លាំងមែនតើនៅពេលដែលយើងក្រោយសម្រាប់ហើយយើងអត់បានដេចាអត់បានដេទ្វារមាសហើយយើងកូនច្រើនកូនញឹកកូនលើសចាប់ពី3ឡើងទៅគឺប្រឈមមុខហើយស្រុតស្បូននោះចាចំណុចទី3គឺស្ត្រីដែលគាត់ជួយចិត្តអង្គុយចောင်းហោងចាជួយចិត្តអង្គុយចောင်းហោងជាប្រចាំជារៀងរាល់ថ្ងៃហ្មងចាគឺគាត់ប្រឈមមុខបញ្ហាស្រុតស្បូននៅពេលដែលគាត់អាយុច្រើនចាចំណុចទី4គឺកតាវ័យស្ត្រីដែលគាត់អាយុច្រើនសាច់ដុំស្បូនរបស់គាត់គឺយាកសាច់ដុំរបស់គាត់ស្បូនរបស់គាត់គឺខ្សោយចាអញ្ចឹងនៅពេលដែលគាត់ពីក្មេងក៏បានថ្នមខ្លួនបានថែខ្លួននៅពេលដែលគាត់ចាស់ឡើងគឺគាត់ប្រឈមមុខទៅលើបញ្ហាស្រុតស្បូននឹងខ្លាំងមែនតើចាប្រឈមមុខខ្លាំងណាស់ចាអញ្ចឹងសម្រាប់ស្ត្រី5ចំណុចនេះបើសិនជាស្ត្រីគិតថាខ្លួនឯងកំពុងតែមានចំណុចមួយណាដែលដូចឬក៏ធ្វើប្រហែសចាគួរតែធ្វើការចាឆែកសុខភាពជាប្រចាំកុំឲ្យមានបញ្ហាស្រុតស្បូនចាមានសំណួរអីបន្ថែមដែលពាក់ព័ន្ធនឹងបញ្ហាស្រុតស្បូនអាចខមមិននៅក្រោមវីដេអូនឹងបានចាអរគុណ